សម្រាប់នំថ្ងៃនេះគឺយើងធ្វើច្រើនតែម្ដងចាដោយសារតែយើងគិតថាខានធ្វើយូរហើយក៏ធ្វើហូបខ្លួនឯងផងនឹងចែកអ្នកចិត្តខាងក៏ដូចជាបងប្អូននៅក្នុងភូមិផងដែរចានំនេះគឺខ្ញុំធ្លាប់ធ្វើតាំងពីខ្ញុំនៅក្មេងៗហើយខ្ញុំក៏ខានបានធ្វើនំនេះជាយូរមកហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំមករំលឹកពីអនុស្សាវរីយ៍មកធ្វើនំនេះហូបខ្លួនឯងម្ដងចាសម្រាប់នំនេះគឺមានឈ្មោះថានំបាញ់ជំនឿវិធីធ្វើនំនេះគឺងាយតែអត់មានអីពិបាកទេដែលជាដំបូងគឺយើងធ្វើការត្រាំអង្ករគឺយើងប្រើអង្ករដំណើបរយៈពេល2ម៉ោងតបមកយើងក៏លាងសម្អាតអង្ករដែលយើងបានត្រាំរួចនោះយកទៅកិនជាមួយនឹងត្បាល់ដៃរបស់យើងណាពីដើមចាស់គាត់ធ្វើនំអីគឺយើងតែងតែកិនជាមួយនឹងត្បាល់ដៃរបស់យើងនេះហើយបន្ទាប់ពីយើងកិនរួចរាល់ហើយគឺយើងធ្វើការសម្រក់ម្សៅដែលយើងបានកិនរួចមួយសន្ទុះរហូតដល់វារឹងល្មមណាក្នុងកំឡុងពេលដែលយើងរងចាំជាមួយនឹងអង្ករយើងក៏ធ្វើគមយើងយកសណ្ដែកបាយសម្រាប់ធ្វើគមហើយសម្រាប់ស្នូលវិញគឺយើងអាចធ្វើស្នូលសាបក៏បានស្នូលប្រៃក៏បានតែសម្រាប់ជាក់ស្ដែងដែលខ្ញុំធ្វើថ្ងៃនេះគឺខ្ញុំធ្វើស្នូលសាបហើយម្សៅវិញក៏ដូចគ្នាម្សៅក៏អត់មានលីស្ករឬមួយលីដូងខ្ទិះដូងអីដែរគឺទទេតែម្ដងនៅពេលដែលយើងមូលរួចយើងក៏ដាក់ដាំទឹកក្តៅចារហូតដល់វាពុះយើងក៏រើសដាក់នំដែលយើងបានមូលនោះម្ដងដើម្បីឲ្យវាឆ្អិននៅពេលដែលវាឆ្អិនវាក៏ចាប់ផ្ដើមអណ្ដែតឡើងលើណាចាអានអណ្ដែតគឺវាឆ្អិនហើយយើងក៏ស្រង់ដាក់នឹងទឹកត្រជាក់ចាយើងធ្វើបែបនេះរហូតដល់អស់ម្សៅរបស់យើងអស់នំរបស់យើងណានៅពេលដែលអស់ហើយយើងក៏ចាប់ដើមដាំទឹកស្ករម្ដងយើងដាក់ដាំទឹកធម្មតាក្នុងបរិមាណម្សៅរបស់យើងណាចាហើយយើងក៏ថែមជាមួយនឹងខ្ទិះដូងបន្ទាប់មកយើងក៏ដាក់ស្ករសក៏បានស្ករក្រហមក៏បានដែរចាក្នុងបរិមាណចំណូលចិត្តនិងថែមអំបិលបន្តិចដើម្បីឲ្យវាផ្អែមដិតអញ្ចឹងណាចាហើយនៅពេលដែលទឹកស្ករយើងមកពុះឃើញថាឆ្អិនហើយយើងក៏ចាក់អានំដែលយើងបានស្រុះម្ដងដាក់នឹងទឹកត្រជាក់ហើយយើងយកទៅចាក់ក្នុងទឹកស្ករនោះទាំងអស់តែម្ដងបន្ទាប់មកយើងក៏រងចាំវាឲ្យពុះរួចរាល់តាមពិតទៅនំរបស់យើងបានឆ្អិនហើយប៉ុន្តែយើងរងចាំវាពុះឆ្អិនល្អអញ្ចឹងណាចានៅពេលដែលវាពុះហើយយើងឃើញថាវាផ្អែមល្មមហើយយើងក៏អាចដួសយកទៅហូបបានឥឡូវនេះគឺយើងនំរបស់យើងគឺឆ្អិនហើយយើងក៏ធ្វើការដួសដាក់ចានហើយហូបចាពេលហូបទៅទឹកស្ករក៏វាផ្អែមល្មមមានខ្ទិះដូងហើយមានសាច់សណ្ដែកមានម្សៅដំណើបទន់ហូបទៅគឺឆ្ងាញ់មែនទែនចាសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះទេចាអរគុណច្រើនបាយបាយ